យើងវាស្រេះគិតអីមិនចាញ់នាំគ្នាផឹកដើម្បីបញ្ចប់រឿងទៅពេលមានចប់រឿងឯណាស្វាងហើយរឿងមកដដែលអាជាងក៏ទាអាស្អីក៏ស្អីមកបុកគ្នាប៊ឹងហ្មងបាទអញ្ចឹងអ្នកដែលជួបប្រទះពីបញ្ហាទាំងអស់ហ្នឹងបានយល់បាទពីព្រោះអ្នកម៉ៅការឃើញតែជិះឡានសង្ហាឃើញតែតនុយស្អាតប៉ុន្តែពេលខ្លះគ្មានលុយចូលក្នុងការដ្ឋានទេដូចខ្ញុំជាដើមខ្លាចជាងខ្ចីលុយណាគ្រប់ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងវីដេអូឃ្លីបរបស់ខ្ញុំមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីបទពិសោធន៍មួយចំនួនដែលពាក់ព័ន្ធរឿងម៉ៅការបានការងារហើយតើបានលុយបងប្អូនប្រហែលអ្នកខ្លះដែលជាអ្នកម៉ៅការសំណង់ឬក៏ម៉ៅការពីដានម៉ៅការភ្លើងម៉ៅការទឹកបាទម៉ៅការផ្សេងបាទដូចជាជាងការ៉ូជាដើមលាក់នឹងលាក់បាទអញ្ចឹងអ្នកណាគេខ្លះមានការងារហើយតើបានលុយបងប្អូនធ្លាប់ជួបប្រទះពីរឿងទាំងអស់ហ្នឹងឯងប៉ុន្តែមុននឹងចូលទៅក្នុងប្រធានបទខ្ញុំសូមការអនុញ្ញាតណានិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះសម្រាប់បងប្អូនដែលអត់ទាន់ធ្លាប់ស្គាល់ខ្ញុំណាអញ្ចឹងសម្រាប់ខ្ញុំភរិយាពីអ្នកភរិយានេះគឺជាបុគ្គលមួយដែលធ្លាប់មានបញ្ហាបំណុល$40000ហើយខ្ញុំជាប់គាំង5ឆ្នាំបងប្អូនខ្ញុំព្យាយាមដោះស្រាយរួចទេចុងក្រោយខ្ញុំក៏បានគាំងខ្លាំងមែនទែនរត់ទៅដល់ប្រទេសថៃធ្វើជាពលករគេហើយខ្ញុំប្រកបមុខរបរច្រើនមុខមុននឹងទៅប្រទេសថៃហ្នឹងប៉ុន្តែការខំប្រឹងប្រែងរបស់ខ្ញុំគឺកាន់តែគឺកាន់តែជាប់ដូចឡានជាប់ផុងអញ្ចឹងអ្វីដែលខ្ញុំចង់លើកមកចែករំលែកបងប្អូនហ្នឹងគឺខ្ញុំបានដឹងពីអាចកំបាំងមួយចំនួននៅពេលដែលខ្ញុំបានទៅសម្រេចចិត្តក្នុងការប្រឹក្សាយោបល់ជាមួយលោកគ្រូស៊ីសផលដែលគាត់បង្ហាញពីក្បួនខ្នាតដែលខ្ញុំបានអនុវត្តហើយខ្ញុំធ្វើការដោះស្រាយតាមការណែនាំរបស់គាត់គឺខ្ញុំចេញពីបំណុលបាន$40000ដោយប្រើរយៈពេលតែមួយខែទេនៅពេលដែលខ្ញុំដោះស្រាយបញ្ហាបានហើយខ្ញុំចងក្រងបទពិសោធន៍របស់ខ្ញុំទាំងអស់ធ្វើវាជាសៀវភៅអាចកំបាំងនៃការចាក់ចេញពីបំណុលសប្តាហ៍ថ្ងៃនេះខ្ញុំនិងភរិយាគឺជាម្ចាស់សៀវភៅអាចកំបាំងនៃការចាក់ចេញពីបំណុលដែលជាបទពិសោធន៍ពិតរបស់ខ្ញុំដែលមានបងប្អូនយើងគាត់មានការគាំទ្រគាត់យកបទពិសោធន៍របស់ខ្ញុំទៅឲ្យគាត់មកជួបមួយខ្ញុំគាត់មករៀនមួយខ្ញុំបានលទ្ធផលអូខេបងប្អូនអញ្ចឹងត្រឡប់មកវិញពីប្រធានបទរបស់យើងគឺមានការងារតែអត់បានលុយហេតុអីណែយើងជាអ្នកម៉ៅការហេតុអីមានការងារអត់បានលុយបងប្អូនតាមពិតទៅវាមានរឿងមួយចំនួនដែលយើងគេហៅថាមិនយល់ពីម៉ៅការមិនយល់ពីក្បួនក្នុងការម៉ៅការហើយយើងទៅធ្វើដោយតឡងមូលបាទមានថាយើងប្រើមនោសញ្ចេតនាខ្លាំងពេកបាទខ្ញុំសូមចែករំលែកពីបទពិសោធន៍របស់ខ្ញុំការងាររបស់ខ្ញុំមួយចំនួនគឺខ្ញុំធ្វើគឺយកស្រាធ្វើជាមិត្តធ្វើជាស្ពានដើម្បីបានការងារអញ្ចឹងអ្វីដែលខ្ញុំបានការងារបាទគឺខ្ញុំបាននៅកន្លែងផឹកអញ្ចឹងគ្រាន់តែបាននៅកន្លែងផឹកយើងអត់បានធ្វើគឺយើងផឹកបាត់ទៅហើយបាទបងប្អូនសូមស្ដាប់កន្លែងហ្នឹងគឺចង់សង្កត់ធ្ងន់ពីអត់បានមើលឲ្យគ្រប់ជ្រុងជ្រោយឬក៏អត់បានគេហៅថាវាយតម្លៃការងារឲ្យច្បាស់គឺយើងប្រើមនោសញ្ចេតនាគេហៅថាយកស្រាធ្វើជាមិត្តមានន័យថាគឺខ្ញុំបានប្រើផ្នត់គំនិតមួយថាកាលណាខ្ញុំបានស្គាល់គាត់នៅកន្លែងហ្នឹងគឺខ្ញុំមានឱកាសបញ្ចេញសមត្ថភាពទៅធ្វើការងារកន្លែងគាត់ហើយគាត់នឹងឲ្យគម្រោងក្រោយទៀតអញ្ចឹងនៅពេលដែលតង់ទី1ហ្នឹងគឺខ្ញុំចាប់ផ្ដើមផឹកស៊ីប្រស័យតំណដើម្បីបានការងារអញ្ចឹងខ្ញុំជាអ្នកម៉ៅការខ្ញុំភ្ជាប់ជាមួយជាងពីដានជាមួយជាងភ្លើងជាមួយជាងផ្សេងប្រមូលផ្ដុំទាំងអស់បាទប៉ុន្តែក្នុងការប្រមូលផ្ដុំរបស់ខ្ញុំគឺប្រមូលផ្ដុំកន្លែងផឹកស៊ីបាទអញ្ចឹងអ្វីដែលខ្ញុំបានគឺបាននៅកន្លែងផឹកស៊ីនៅពេលដែលខ្ញុំបានការងារបែបហ្នឹងបងប្អូនដឹងមិនទេខ្ញុំបានហើយខ្ញុំបើគេហើយខ្ញុំទៅធ្វើហ្នឹងពេលខ្លះខ្ញុំយកថោកបាទយើងអត់បានថ្លៃទេព្រោះយើងចង់បញ្ចេញសមត្ថភាពអញ្ចឹងគម្រោងទី1គឺខាតបាទគម្រោងទី1គឺខាតអញ្ចឹងក៏យើងយកអាទុនរបស់យើងហ្នឹងយកទៅដោះដូរកន្លែងហ្នឹងដើម្បីបញ្ចប់ការងារបន្ទាប់មកទៀតយើងប្រើមនោសញ្ចេតនាទទួលការងារបន្តទៀតបាទទទួលការងារបន្តទៀតគឺយើងអត់បានឡើង BOQ ឡើងការងាររំអិត retail ទេយើងនៅតែបន្តអាផ្នត់គំនិតបញ្ចេញសមត្ថភាពចាំគម្រោងក្រោយចាំចំណេញយើងនៅដដែលទៅបាទអញ្ចឹងធ្វើឲ្យយើងហ្នឹងវាផុងខ្លួនកាន់តែជ្រៅប្រពន្ធខ្លះអោបប្តីធំក្លិនស្រាប្រពន្ធខ្ញុំកាលពីមុនចេះថាចេះពេលខ្លះយើងដឹងថាធ្វើការឋានហ្នឹងផ្ទះហ្នឹងសល់លុយឲ្យសល់លុយ300 400ក៏500ដែរប៉ុន្តែពេលហ្នឹងខ្ញុំអ្នកទៅទាព្រោះយើងស្គាល់ខ្ញុំស្គាល់ដោយថាប្តីខ្ញុំធម្មតាអានេះខ្ញុំនិយាយដូចថាផឹកស៊ីមិនខ្ញុំស្គាល់ថាផឹកស៊ីមួយអ្នកណាអ្នកណីមិនគេចេញចូលផ្ទះយើងចេញចូលផ្ទះគេពេលដែលខ្ញុំទៅទាលុយថាបងអើយបងចាំទូទាត់ឲ្យប្តីខ្ញុំមើលព្រោះអីខ្ញុំត្រូវយកលុយឲ្យកូនជាងឬក៏យកសងគេឬក៏ប្រើកាយក្នុងគ្រួសារយ៉ាងទៅគាត់ថាចេះទូទាត់មិនខ្ញុំអើយឃើញសវុតថាហូបមួយគ្នាអស់ហើយហ្នឹងខ្ញុំថ្ងៃមួយខ្ញុំចូលហូបអីនៅអើយថាឌីយ៉ាម៉ង់ឬក៏ការ៉ាអូខេឬក៏កញ្ចុះអញ្ចឹងណាហែនថាខ្ញុំមានអារម្មណ៍ថាដែលថាផាំងហ្មងតែអញ្ចឹង
anh đang thà do sra đã mục បាទយកស្រាធ្វើជាស្ពានឃើញទេបងប្អូនអញ្ចឹងគឺពេលខ្លះយើងផឹកមួយគេកាត់លុយយើងបាទហើយយើងនេះទៅផឹកហ្នឹងគឺមិនបានមានចេតនាផឹកសបាយទេគឺមានចេតនាកើតទុកទេមានថាយើងវាស្រេះគិតអីមិនចាញ់នាំគ្នាផឹកដើម្បីបញ្ចប់រឿងទៅពេលមានចប់រឿងឯណាស្វាងហើយរឿងមកដដែលអាជាងក៏ទាអាស្អីក៏ស្អីមកឲ្យបុកគ្នាប៊ឹងហ្មងបាទអញ្ចឹងអ្នកដែលជួបប្រទះពីបញ្ហាទាំងអស់ហ្នឹងបានយល់អញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំចង់ចែកម្លែកថាវាពិតជារឿងមួយដែលស្មុគស្មាញណាបងប្អូនរឿងបំណុលនេះអញ្ចឹងបើសិនជាបងប្អូនណាដែលជួបប្រទះពីរឿងទាំងអស់ហ្នឹងបងប្អូននឹងយល់អូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ពិភាក្សាមួយខ្ញុំចង់ជួបមួយខ្ញុំដើម្បីជជែកគ្នាលម្អិតបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ096 663ដើមលេខរបស់ខ្ញុំផ្ទាល់ Telegram បាទលេខ page របស់ខ្ញុំ 0766008080 បាទអញ្ចឹងអូខេបងប្អូនខ្ញុំសូមជម្រាបលាបងប្អូនប៉ុណ្ណេះខ្ញុំមានការចែកម្លែកប៉ុណ្ណឹងហើយសូមកុំអស់សង្ឃឹមរឿងបំណុលគឺខ្ញុំមានដំណោះស្រាយបាទអញ្ចឹងសូមអរគុណសូមព្រះអង្គប្រទានពរបាទ